ផ្លូវស្វាយជាតិហើយនេះគេហៅផ្លូវបលាយចិនស្វាយជាតិនេះបលាយចិនហើយក៏ដល់រដូវកាលជាតិដល់រដូវកាលច្រូតកាត់ដែរយើងស្រូវចុយម៉ាយស្រូវស្រុកនេះស្រូវច្រើនម្នាក់ស្រូវរាប់សិបតោនណាមកគ្រួសារស្រូវច្រើនប៉ុន្តែគាត់ថាហាងឆេងតម្លៃវាថោកបន្តិចហាងឆេងបានខាងស្វាយជាតិនេះបានតម្លៃ690ក្នុង1គីឡូអត់បានថ្លៃទេបានថាគីឡូបានតែ690ទេអានេះសួរអ្នកច្រូតទៅច្រូតនេះស្រូវនេះក្របទុកនេះណាឡានចូលមកដឹកស្រូវសុទ្ធតែឡានខ្នាតធំនេះដុំស្រូវនេះបងប្អូនខាងបាត់ដំបងរដូវកាលច្រូតកាត់ចូលមកដល់ហើយសិតតែស្រូវ